Hi សួស្តីថ្ងៃយើង So ឥឡូវខ្ញុំមកធ្វើការ review តាក់ទងទៅនឹងកាដូរបស់ Binance ដែលទើបតែផ្ញើខ្ញុំបន្តិចអបធំមែនតើ Here you go ខ្ញុំក៏ដឹងខ្លះដែរដែលខ្ញុំធ្លាប់ឃើញខាង KOL លើខាងស្រុកក្រៅគាត់ទទួលបានមុនហើយខ្ញុំក៏ដឹងដែរថាក្នុងនឹងមានអីខ្លះតែគ្រាន់តែថ្ងៃនេះខ្ញុំចង់មកធ្វើ review unboxing ទាំងអស់គ្នាមើលជាក់ស្ដែងនៅក្នុងដៃយើងហ្មងណាថានៅក្នុងនឹងមានអីគេអញ្ចឹងកាដូហ្នឹងតាមពិតគេធ្វើការផ្ញើខ្ញុំតាំងពីថ្ងៃទី24តែតែទៅស៊ីមរៀបអញ្ចឹងខ្ញុំមិនមែនធ្វើការunboxing គេខ្ញុំទៅយកបានដោយសារកាដូហ្នឹងនៅបន្សេងមុនអញ្ចឹងខ្ញុំក៏មក review ឲ្យគ្នាយើងមើលថានៅមានអីគេខ្លះអញ្ចឹងបើកមកអត់មានអីទេមានប្រអប់ and yeah we got ទៅលើ section 1ហ្នឹងគឺយើងមាន air polo មួយយើងមាន air polo មួយដូចទៅនឹង C-set ដែលគាត់ធ្លាប់ពាក់ so actually ទៅលើ air polo ហ្នឹង let ខ្ញុំដកចេញហ្មងដកកណ្ដាស់នេះចេញហ្មង yeah នេះគឺជា detail ទៅលើ air polo ហ្នឹងគឺជា air ដែល C-set ធ្លាប់ពាក់ហើយនេះមាន logo Binance មួយនៅខាងក្រោយជាមួយនឹង set polo យើងធម្មតាទេ yep ហើយខ្ញុំដកដងទៅហើយទៅលើ section ទី2គឺយើងមាន case iPhone oh shit យើងមាន case iPhone 6 case អញ្ចឹងនៅក្នុង case ហ្នឹងគឺមានអីខ្លះមកខ្ញុំមើលមកខ្ញុំមក iPhone 13ទៅមុនអូខេនៅក្នុង case នីមួយៗហ្នឹងមាន display logo Binance ជាមួយនឹង detail ហើយខ្ញុំចេះចិនទេខ្ញុំមិនដឹងថាគេដាក់មានន័យថាម៉េចទេហើយ case នីមួយៗលើហ្នឹង unique ខ្ញុំឆ្លាញ់ case នេះជាងគេតែបែរជាទូរស័ព្ទដាក់ត្រូវយ៉ាងយើងអានេះ case 16 Binance yeah Binance ហើយអា case នេះខ្ញុំឆ្លាញ់ជាងគេដោយសារតែវាមាន concept ស្តីទៅនឹង Off-White case នេះដែលវាមាន concept ស្តីទៅនឹង Off-White yeah ហើយទៅ iPhone មែន10មែនអូខេ14 Pro Max ដែលមាន concept ទៅលើ Off-White ខ្ញុំតាមទៅលើនេះសិនហើយអានេះ case 15អូខេអត់ចេះចិនទេស្តៀងទៅនឹងអា16មែនហើយthe iconic yeah the iconic one គឺនេះដោយសារតែនេះគឺជា the iconic one logo របស់ Binance តែប៉ុណ្្នឹងឯងអត់មានអក្សរចិនអត់មានអីច្រើនទេអូខេ so let's moving on to the next one ខ្ញុំចង់ធ្វើ quick video ដែរតែខ្ញុំចង់ធ្វើយូរដែរទេ so moving on to the next one អានឹង low ជាងគេខ្ញុំក៏ដែរមានចំនួនដែរដូចខាសដូចអីនេះអីហ្នឹងចង់បានមែនទេនិយាយតាមត្រង់អូខេ let's move into the next ones so the next one is មានកាបូបមកចាស់មួយអាហ្នឹងជាអីដែលខ្ញុំចាំមើលដូចគ្នាគឺមាន tote bag មកមួយ so Binance material ឥឡូវផ្ញើឲ្យពួកខ្ញុំគឺ detail មែនទែនអានេះគឺមានtote bag ដូច designer bag ដូច designer stuff ផ្សេងៗអញ្ចឹងណាអូខេអញ្ចឹងបើកមកមាន slide មកគូ slide ហ្នឹងស្តៀង slide Yeezy តែមិន slide Yeezy actually ខ្ញុំគិតថាដំបូងខ្ញុំគិតថាស្តៀង slide Yeezy ប៉ុន្តែមែនតើមិន slide Yeezy ទេគឺនៅក្នុង slide ហ្នឹងមាន logo Binance ហើយនឹងnormal slide yeah វាស្តៀង Yeezy ហើយខ្ញុំគិតថាវាទន់ដូចគ្នាវា soft ដូចគ្នាអញ្ចឹង maybe អាចនឹងពាក់ទៅបែប running ឬក៏អីទៅទួចបានតែបើឲ្យពាក់ទៅរហងៃខ្ញុំក៏បាក់ពាក់ដែរដោយសារ slide ហ្នឹងវាអញ្ចឹង okay I think yeah video today that's all for unboxing ទៅលើ Binance Gift hey thank you guys for watching this video